រិវត្តគ្មានកំហុសត្រូវតែប្រឆាំងបដ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 ិវត្តគ្មានកំហុសត្រូវតែប្រឆាំងកម្ទេចរបបមូលធននិយមបដិវត្តគ្មានកំហុសត្រូវតែប្រឆាំងបើកទ្វារ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 បដិវត្តគ្មានកំហុសត្រូវតែប្រឆាំងបដិវត្តគ្មានកំហុសត្រូវតែប្រឆាំងបដិវត្តគ្មានកំហុសត្រូវតែប្រឆាំងតិចអត់តិចបដិវត្តគ្មានកំហុសត្រូវតែប្រឆាំងតិចអត់តិចនេះបដិវត្តគ្មានកំហុសត្រូវតែប្រឆាំងបដិវត្តគ្មានកំហុសត្រូវតែប្រឆាំងតើជួយស្អីតើច្បាស់នេះយើងត្រូវបដួលរំលំមនុស្សអាក្រក់ដើម្បីសេរីភាពហើយចូលទៅស្អីយើងមិនតបើទេយើងដូចឈ្មោះឈ្មោះទៅមុខពេលនេះយើងត្រូវជំនាញជីងមួយឯងអញ្ចឹងហើយយើងជាឪរបស់ឯងណាខ្ញុំបានកាត់ការលោកហើយខ្ញុំគឺជាសន្តិសុខទី5ឈ្មោះរាជឈ្មោះទៅមុខមិនស្នេហាម៉ែឪស្នេហាប្រទេសជាតិប៉ុណ្ណោះខ្ញុំគឺជាកូនចៅលោកអធិបតីមកគេយកអធិបតីមកអូយតាំងពីតើអាណាចុះអើយយ៉ាតាកាចាមានក្បាលអត់ខួរមែននេះគេហៅថាសម័យមូលធននិយមហើយអូគ្រាន់ធន់បានដែរលោកគឺជាដើមឈើពឹសហើយក៏ជាមូលរោគដែរមិញនេះលោកលាក់លៀអ្វីឆាប់ប្រកល់ចេញភ្លាមមកចូលទៅកតិនមួយចេញភ្លាមមកពួកឯងកុំចូលចិត្តកតិននេះអសោះណាហេតុអីទៅសម្លាប់គេចោលលើទៅចូលមកនេះឯងទៅទៅកតិននេះបាយជាដាច់ខាតហេតុអីនិយាយមកកាលពី50ឆ្នាំមុនលោកគ្រូចៅមានកូនសិស្សម្នាក់ព្រោះតែវាមានចិត្តក្បត់ត្រូវលោកគ្រូតាបណ្ដេញចេញពីបាក់ពេលនោះវាខឹងខ្លាំងណាស់ហើយស្បត់ថានឹងសងសឹករួចហើយធ្វើបាបមនុស្សលោកគ្រូតាព្រោះតែកម្ចាត់វាចោលក៏បានណាត់គ្នាប្រយុទ្ធអាបិសាច3ថ្ងៃ3យប់យើងសុទ្ធតែសិស្សរួមគ្រូតែមួយហេតុអីចាំបាច់បង្ខំចិត្តដូចនេះទុកផ្លូវឲ្យខ្ញុំរស់ផងបញ្ជាគ្រូមិនអាចប្រឆាំងបានមានតែផ្លូវបង្ខំចិត្តឆ្លងកាត់ការប្រយុទ្ធគ្នានេះទីបំផុតក៏បានចាប់វាដល់នៅក្នុងធូមមួយនេះរាប់រយឆ្នាំមកហើយសិននៅក្នុងបកគ្រប់ដំណរត្រូវមើលថែធូនេះដូច្នេះពួកឯងមិនត្រូវធ្វើឲ្យវាបែកនោះទេបើសិនជាធ្វើឲ្យវារួចខ្លួននោះនៅលើលោកនេះរំជើមជួលគ្មានថ្ងៃបានសុខទេកុំជឿកុសនាវាអសោះវានឹងជាបីសាច់បែកធូនោះកុំជឿវាអសោះកុំជឿកុំជឿកំណត់របស់លោកម៉ាសេតុងរងរឿងកំណត់របស់លោកម៉ាសេតុងរងរឿងចាំវាកុំឲ្យរងរឿងចាប់វាចាប់ឡើងមកបានណាបំបែកធូនឹងហើយអាយ៉ាវាទៅដល់ទៅវិញបានហើយឆាប់ចាប់វាព្រាបហើយចាំកុំឲ្យរងរឿងសោះអាយ៉ាអាចុករួយយោអាយោចាប់វាបាច់ឲ្យលេងកុំរត់សុំសុំកុំរត់ចាំអាចចោលទៅណាចាប់វាមើលឯរត់ដល់ណាទៀតអាចរយឲ្យទៅជឿយើងសម្លេងរបស់យើងជាការពិតនិយាយតែផ្ដាស់ឯជាមនុស្សកុហកយកមកវិញមកអាយមកយកភ្លាមមកអញ្ចឹងរៃយកបោះធូននោះចោលហើយចាំមើលឲ្យទៅដល់ស្អីទៀតយើងចូលធូមួយនេះគ្មានអីសំខាន់ជាមួយយើងទេគឺយើងចង់ចាប់ខ្លួនឯងយើងយកច្បាប់មិនយើងញិតតើធ្វើនេះត្រឹមត្រូវទេត្រូវ
ហុងកុងឆ្នាំ1989ខ្ញុំមិនបានសង្ស័យលើរដ្ឋាភិបាលប៉េកាំងហើយនឹងក្រសួងអគ្គិសនីខេត្តជៀនហើយទេហើយក៏មិនបានសង្ស័យថានេះគឺមកពីការធ្វេសប្រហែសនៃផ្នែកសន្តិសុខរបស់ទីក្រុងដែរក៏ប៉ុន្តែមិនត្រូវធ្វើពង្រើកន្តើយឡើយថ្មីនេះប្រទេសសូវៀតបានធ្វើអាវុធបល្ល័យលោកថ្មីមួយទៀតហើយតែនេះមិនឲ្យពួកយើងបារម្ភយ៉ាងម៉េចទៅកើតទៅទីក្រុងហុងកុងឃ្លាតពីអាស៊ីតែ22ម៉ែត្រប៉ុណ្ណោះតែឥទ្ធិពលវាអាចជះដល់ដែរបើដូច្នេះតើត្រូវការពារជីវិតមនុស្សរាប់លានអ្នកនៅហុងកុងយ៉ាងម៉េចកើតដូច្នេះហើយសូមឲ្យរាជការត្រៀមលក្ខណៈការពារប៉េកាំងផងសូមអរគុណនិយាយចឹងមិនត្រឹមត្រូវមែនហើយត្រឹមត្រូវល្អណាស់លោកប្រធានាធិបតីនិងអ្នកទាំងអស់គ្នាជាទីគោរពខ្ញុំផ្ទាល់ក៏យល់ស្របតាមមតិនេះដែរដូច្នេះយើងត្រូវតែមានវិធានការទប់ទល់និងប្រចាំមិត្តជៀសវាងកុំឲ្យប្រទេសចិនយើងអន់ជាងប្រទេសនានាបើពុំនោះទេពួកយើងគ្មានហេតុផលគ្រប់គ្រាន់ក្នុងការប្រឆាំងនោះឡើយត្រឹមត្រូវមែនហើយគ្រាប់បែកនេះដំណើរការទីក្រុងហុងកុងនឹងទទួលឥទ្ធិពលយ៉ាងខ្លាំងបញ្ហាគ្រាប់បែកបល័យលោកមួយនេះមិនត្រឹមតែជាករណីពិសេសទេថែមទាំងធ្វើឲ្យពួកយើងមានបញ្ហាច្រើនទៀតផងចេះតែនិយាយធ្វើបិណ្ឌក៏អត់ប្រយោជន៍ចង្រៃយោជឿយកឡើងទៅចុះណាបានលោកទីប្រឹក្សាឈីមកដល់ហើយតើលោកសុំមានប្រសាទតិចទៅមើលលោកឈីតើលោកមានទស្សនៈយ៉ាងណាចំពោះរឿងនោះបើសិនជាវាអាចទៅរួចមែនតើលោកគិតយ៉ាងម៉េចដែរទីប្រឹក្សាគួរជិតចូលនិវត្តន៍ទៅហើយដល់ពេលគាត់ចូលនិវត្តន៍សុខសាន្តត្រានហើយបើគាត់នៅប្រឆាំងទៀតក៏គ្មានសមត្ថភាពដែរជប់សិនលោកទីប្រឹក្សាឈីតើលោកមានគិតពីបញ្ហាតោប្រវេសដែរទេខ្ញុំនឹងសាងសង់ជំរំមួយកន្លែងនៅតាយ៉ាឪលោកអត់ខ្លាចស្លាប់ទេតើនៅតាយ៉ាឪមានគ្រាប់បែកពីណាមកទៅខ្ញុំគិតថាវាងាប់ក្រោយគេប្រសើរជាងងាប់មុនគេលោកប្រកែកលេងសាច់មិនហ្មងហើយមែនណាខ្ញុំឮថាក្រសួងអគ្គិសនីតាយ៉ាឪដំណើរការមិនដែរឈប់សួរទៀតទៅនិយាយច្រើនខុសច្រើនទេលោកសុំសួរថាមែនហើយខ្ញុំគិតថាបើទំនេរចង់បបួលទីប្រឹក្សាគួរតែញ៉ាំបាយនៅតាយ៉ាឪម្ដងងាយស្រួលក្នុងការមើលការសាងសង់ថាមិនបានគេផ្លាស់ប្ដូរគំនិតផងមើលទៅសុំទោសផងខ្ញុំត្រូវឡើងទៅខាងលើហើយលោកទីប្រឹក្សាឈីអរគុណធ្វើអីក៏យូរម្លេះការងារច្រើនពេកហើយស្ទះចរាចរណ៍ទៀត20,000ម្ដង20,000 25,000 27,000ហើយ30,000 32,000ហើយ34,000 34,000ហើយ38,000 40,000 40,000ហើយ45,000 45,000ហើយ50,000 50,000ហើយ55 55ហើយ60,000 60,000ហើយ60,000 60,000តើមាននរណាហ៊ានលើពី60,000ដែរទេធូរនេះច្បាស់ជាខ្លាចជារបស់យើងគ្មាននរណាហ៊ានជាមួយយើងទេ80,000 80,000ហើយមាននរណាហ៊ានទេ80,000ហើយ80,000 1លានមាន1លានហើយមាននរណាហ៊ានលើ1លានទេអាយ៉ាឡើង1លាន2សែនហើយ1លាន5សែនអាយ៉ាឡើងដល់1លាន5សែនហើយ1លាន5សែនហើយអាយ៉ា1លាន8សែនតើមាននរណាហ៊ានពោះជា1លាន8សែនទេនេះ1លាន8សែនហើយយ៉ាងម៉េច1លាន8សែនហ៊ានទេ1លាន8សែនលើកទី1 1លាន8សែនលើកទី2 1លាន8សែនលើកទី3សម្រេចយើងទិញបានហើយតោះទៅមើលនរណាអីក៏ថ្លើមធំម្ល៉េះបើមានអីល្អមើលទៅមើលស្រីមិនល្អទេណាហើយបងមិនទៅមើលនាងទេគឺបងចង់សួរនាងតើអូនដឹងទេបើសិនជាស្រីណានៅទីលានដេញថ្លៃសម្រេចនោះច្បាស់ជាមានបរិះនៅក្រោយខ្នងហើយបងទៅមើលបរិះណាខ្លាំងម្ល៉េះហេតុអីក៏ឯងនៅទីនេះដែរហើយ Steven នេះគឺអាខេនមិត្តរួមថ្នាក់នៅអាមេរិករបស់ខ្ញុំសួស្ដីហេតុអីក៏មិនណែនាំសាវតារបស់លោកឲ្យដឹងផងទៅនាងគឺមីប៉ៅអាកូនខ្ញុំស្ដាប់ច្រឡំទេដឹងអំបញ្ញមិញលោកហៅខ្ញុំថាម៉េចដែរអាកូនសូម្បីតែប៉ាក៏ឯងហៅថា Steven ដែរលោកប៉ាខ្ញុំមិនដឹងថាឪកូនបានជួបគ្នាទៅលើកមុនប៉ាថានៅចំពោះមុខស្រីប៉ាមិនឲ្យខ្ញុំហៅថាប៉ាទេហៅថាពួកម៉ាមីប៉ៅគឺជាស្រីត្រឹមត្រូវឯងឈុំនិយាយទៅផ្ដាស់ទៀតហើយយ៉ានាងសួយធំហើយនាងជាស្រីត្រឹមត្រូវមកជួបប៉ារបស់ខ្ញុំអញ្ចឹងពេលដែលស្គាល់គាត់មិនលឺគាត់ប្រាប់ថាមានកូនទេនេះចម្លែកដែរទេដែលថាថ្នាក់ធនកសត្វឆាប់ហើយល្ងងនោះខ្ញុំនិយាយថាខ្ញុំលែងរៀបការទៀតអរគុណនៃចិត្តសប្បុរសរបស់លោក1លាន8សែនចុះហត្ថលេខាផងអូខេសញ្ញាទៅលោកប៉ាតើតងអីយើងដែរគឺខ្ញុំជួយទិញឲ្យលោកប៉ាអន្តាអរគុណយកលុយរបស់ឯងទិញទៅចាត់ទុកថានេះជាកេររបស់ឯងទៅចុះមិនមែនទេដឹងលោកប៉ាលុយលោកតាអន្តាអ្នកណាតែដឹងថាប៉ាតែពងនៅខាងក្រៅនោះថ្ងៃក្រោយចៃទ្រព្យសម្បត្តិយើងច្បាស់ជាឲ្យឯងទៅជាងគេហើយយ៉ាមើលដៃលោកប៉ាមើលចុះហត្ថលេខាញ័រខ្លាំងណាស់មិនច្រើនដងណាស់ហើយមើលតែហើយជុំគ្មានការអីត្រឡប់មកវិញធ្វើអីប្រហែលជាត្រូវដេញចេញពីសាលាឲ្យមើលទៅលោកប៉ាធ្វើមូលនិធិហេតុអីក៏មិនផ្ដល់ដំណឹងឲ្យខ្ញុំបានដឹងផងអញ្ចឹងឯនេះបំផ្លាញលុយយើងច្រើនណាស់ណែ
មួយនោះល្អទេបានមកដោយសារស្វឹងនឹងណាប៉ាគិតថាឯងប្រហែលជានឹកដល់បងស្រីទី4ហើយមើលទៅបងស្រីទី4ណាទៅប៉ាគឺម៉ែដោះឯងនោះអីហើយទៅស្នាក់នៅផ្ទះទៅកុំជួលអតែលអីអូខេអេយើងទៅវិញបានហើយណាលោកប៉ាពួកយើងទៅស្នាក់នៅផ្ទះទេអញ្ចឹងក៏ត្រូវឲ្យលុយទឹកតែដែរចាំបាច់ទៅឲ្យធ្វើស្អីនេះជាស្ថានភាពប៉ាបងតាតោះទេ